ដើមកំណើតប្រវត្តិនៃខេត្តកំពង់ចាមខេត្តកំពង់ចាមគឺជាទឹកដីដ៏ចំណាស់មួយដែលមានប្រវត្តិសាស្ត្រអរិយធម៌និងសក្តានុពលសេដ្ឋកិច្ចដ៏រុងរឿងតាំងពីសម័យបុរាណរហូតមកដល់បច្ចុប្បន្នទីតាំងភូមិសាស្ត្រអំណោយផលតាមបណ្ដោយដងទន្លេមេគង្គបានធ្វើឲ្យខេត្តនេះក្លាយជាចំណុចស្នូលនៃពាណិជ្ជកម្មនិងវប្បធម៌ខាងក្រោមនេះជាប្រវត្តិលម្អិតរបស់ខេត្តកំពង់ចាមបែងចែកតាមសម័យកាលដើមកំណើតនៃឈ្មោះកំពង់ចាមផ្ទុយពីការយល់ច្រឡំរបស់មនុស្សភាគច្រើនឈ្មោះខេត្តកំពង់ចាមមិនមានការពាក់ព័ន្ធនឹងជនជាតិខ្មែរអ៊ីស្លាមជនជាតិចាមឡើយយោងតាមឯកសារប្រវត្តិសាស្ត្រនិងការស្រាវជ្រាវរបស់ប្រវត្តិវិទូដូចជាលោកបូដាំងនិងលោកម៉ាដ្រូលឈ្មោះនេះមានប្រភពមកពីពាក្យដើមកំពង់រង់ចាំកាលពីដើមឡើយក្រុងកំពង់ចាមគឺជាទួលឬដីកោះដែលជាកន្លែងសម្ចតនៃសំពៅនិងទូកក្តោងតូចធំទីនោះជាចំណុចកណ្ដាលដែលប្រជាជននិងអ្នកជំនួញតែងតែមកជួបជុំគ្នាដើម្បីរង់ចាំឆ្លងទូកឬធ្វើដំណើរទៅកាន់តំបន់ផ្សេងៗការវិវត្តនៃភាសាតាមរយៈភាសានិយាយតៗគ្នាពាក្យថារង់ចាំត្រូវបានកាត់ខ្លីមកត្រឹមពាក្យថាចាំទៅជាកំពង់ចាំយូរទៅការបញ្ចេញសំឡេងក៏បានប្រែប្រួលបន្តិចម្ដងទៅជាពាក្យកំពង់ចាមរហូតមកដល់សព្វថ្ងៃមកចប់សម័យមុនអង្គរហ្វូណននិងចេនឡាទឹកដីខេត្តកំពង់ចាមគឺជាមជ្ឈមណ្ឌលនយោបាយនិងសាសនាដ៏សំខាន់តាំងពីសតវត្សទី1មកម្លេះយោងតាមប្រវត្តិសាស្ត្របន្ទាប់ពីព្រះបាទជ័យវរ្ម័នទី2យាងត្រឡប់មកពីកោះជ្វានៅឆ្នាំ8ពូ2ព្រះអង្គបានបង្កើតរាជធានីដំបងឈ្មោះអិនត្របូលដែលស្ថិតនៅក្នុងតំបន់បន្ទាយព្រៃនគរបច្ចុប្បន្នស្ថិតក្នុងទឹកដីត្បូងឃ្មុំដែលកាលនោះជាផ្នែកមួយនៃកំពង់ចាមមុនពេលព្រះអង្គរំកិលរាជធានីទៅកាន់តំបន់សៀមរាបភស្តុតាងដ៏ច្បាស់លាស់គឺប្រាសាទភ្នំហាន់ជ័យដែលជាប្រាសាទឥដ្ឋបុរាណកសាងឡើងក្នុងសតវត្សទី7-8ក្នុងសម័យចេនឡាប្រកបដោយសិលាចារឹកភាសាសំស្ក្រឹតយ៉ាងមានតម្លៃពីសម័យអង្គរសតវត្សទី9-15នៅក្នុងសម័យចក្រភពអង្គរកំពង់ចាមគឺជាផ្លូវដឹកជញ្ជូននិងពាណិជ្ជកម្មយុទ្ធសាស្ត្ររវាងរាជធានីអង្គរនិងតំបន់ភាគខាងក្រោមនៃទន្លេមេគង្គភស្តុតាងប្រវត្តិសាស្ត្រដ៏ល្បីល្បាញក្នុងសម័យនោះគឺប្រាសាទនគរបាជ័យឬបារាយព្រៃនគរដែលត្រូវបានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី7នាសតវត្សទី12យាយសម័យអាណានិគមបារាំង1813-19ក្រោមការគ្រប់គ្រងរបស់បារាំងខេត្តកំពង់ចាមត្រូវបានកែប្រែទៅជាពូលសេដ្ឋកិច្ចកសិឧស្សាហកម្មធំជាងគេរបស់កម្ពុជាបារាំងបានរកឃើញថាដីក្រហមនៅកំពង់ចាមមានជីជាតិខ្ពស់បំផុតទើបពួកគេបានបង្កើតចំការកៅស៊ូដ៏ធំដូចជាចំការកៅស៊ូចប់ចំការកៅស៊ូជប់ជាដើមហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់និងអគាររដ្ឋបាលបែបបារាំងជាច្រើនត្រូវបានសាងសង់ឡើងដែលធ្វើឲ្យក្រុងកំពង់ចាមក្លាយជាទីក្រុងធំទី2បន្ទាប់ពីភ្នំពេញនាសម័យនោះ4សម័យទំនើបនិងការបំបែកខេត្តឆ្នាំ2013មុនឆ្នាំ2013កំពង់ចាមគឺជាខេត្តដែលមានប្រជាជនរស់នៅច្រើនជាងគេលំដាប់ទី2នៅក្នុងប្រទេសកម្ពុជាប៉ុន្តែនៅថ្ងៃទី31ខែធ្នូឆ្នាំ2013ព្រះរាជក្រឹត្យត្រូវបានប្រកាសបែងចែកខេត្តកំពង់ចាមជា2ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងរដ្ឋបាលទឹកដីនៅខាងលិចទន្លេមេគង្គរក្សាទុកជាខេត្តកំពង់ចាមដដែលទឹកដីនៅខាងកើតទន្លេមេគង្គត្រូវបានកាត់ទៅបង្កើតជាខេត្តថ្មីគឺខេត្តត្បូងឃ្មុំអត្ថន័យនៃនិមិត្តសញ្ញាខេត្តកំពង់ចាមនិមិត្តសញ្ញាផ្លូវការរបស់ខេត្តមានអត្ថន័យជ្រាលជ្រៅស្ដែងពីអត្តសញ្ញាណខេត្តរូបគ្រុឌនិងនិពន្ធបុកតំណាងឲ្យមហិទ្ធានុភាពភាពត្រជាក់ត្រជុំនិងទឹកដីអច្ឆរិយៈដែលមានទន្លេមេគង្គស្រោចស្រពព្រោះព្រាហ៊ូចាប់ច័ន្ទនិងផ្កាច័ន្ទតំណាងឲ្យភាពសម្បូរសប្បាយនិងវប្បធម៌ដ៏រុងរឿងកម្មរស្មី10និងគ្រាប់ស្រូវ109គ្រាប់តំណាងឲ្យក្រុងស្រុកទាំង10និងឃុំសង្កាត់ទាំង109នៃខេត្តកំពង់ចាមនាពេលបច្ចុប្បន្នព័ត៌មានលម្អិតពីតំបន់ទេសចរប្រវត្តិសាស្ត្រភ្នំប្រុសភ្នំស្រីទឹកឆារមណីយដ្ឋានភ្នំប្រុសភ្នំស្រីនិងទឹកឆាគឺជារមណីយដ្ឋានទេសចរវប្បធម៌និងប្រវត្តិសាស្ត្រដ៏ល្បីល្បាញបំផុតចំនួន2កន្លែងនៅក្នុងខេត្តកំពង់ចាមតំបន់ទាំងពីរនេះមិនត្រឹមតែមានទេសភាពស្រស់ស្អាតប៉ុណ្ណោះទេប៉ុន្តែថែមទាំងបង្កប់នូវរឿងរ៉ាវប្រវត្តិសាស្ត្រនិងរឿងព្រេងនិទានបុរាណរបស់ខ្មែរយ៉ាងជ្រាលជ្រៅផងដែរព័ត៌មានលម្អិតនៃតំបន់ទេសចរទាំងពីរមានដូចខាងក្រោម1រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រភ្នំប្រុសភ្នំស្រីទីតាំងភូមិសាស្ត្រស្ថិតនៅក្នុងភូមិត្រពាំងចាឃុំក្រឡាស្រុកកំពង់សៀមមានចម្ងាយប្រមាណ7គីឡូម៉ែត្រភាគខាងលិចក្រុងកំពង់ចាមតាមបណ្ដោយផ្លូវជាតិលេខ7លក្ខណៈរូបវន្តរមណីយដ្ឋាននេះមានភ្នំ2នៅជិតគ្នាភ្នំប្រុសមានកម្ពស់ប្រហែល30ម៉ែត្រមានឈ្មោះផ្លូវការនៃទីអារាមថាវត្តសវណ្ណគិរីរតនភ្នំប្រុសនៅលើភ្នំមានចេតិយធំមួយដែលមានកម្ពស់ឆ្លាក់ជាមុខព្រំ4បែបស្ទាលបាយ័នកសាងដំបូងឆ្នាំ1918និងជួសជុលឡើងវិញឆ្នាំ2001និងមានហ្វូងសត្វស្វារស់នៅយ៉ាងច្រើនភ្នំស្រីស្ថិតនៅខាងជើងភ្នំប្រុសប្រហែល1000ម៉ែត្រមានកម្ពស់ខ្ពស់ជាងភ្នំប្រុសគឺប្រហែល100ម៉ែត្រមានកម្ពស់ស្រួចនិងអាចឡើងទៅលើកំពូលបានតាមរយៈការដើរឡើងជណ្ដើរចំនួន308កាំរឿងព្រេងនិទានតាក់ទងនឹងការចូលស្ដីដណ្ដឹងរមណីយដ្ឋាននេះមានប្រវត្តិតាក់ទងនឹងទំនៀមទម្លាប់នៃការចូលស្ដីដណ្ដឹងកូនចៅរបស់ខ្មែរ
ការពីដើមឡើយទឹកដីខ្មែរគឺខាងនារីជាអ្នកចូលស្ដីដណ្ដឹងបរោះធ្វើជាស្វាមីវិញប៉ុន្តែដោយសារតែស្ត្រីដែលមានរូបសម្បត្តិមិនសូវស្អាតតែងត្រូវបរោះបដិសេធពួកស្រីក៏បានរកល្បិចបបួលពួកប្រុសភ្នាល់គ្នាលើកដីពូនធ្វើជាភ្នំដើម្បីកែប្រែទំនៀមទម្លាប់នេះលក្ខខណ្ឌនៃការភ្នាល់គឺចាប់ផ្ដើមធ្វើពីល្ងាចរហូតដល់ផ្កាយព្រឹកដុះបើខាងណាធ្វើភ្នំបានខ្ពស់ជាងខាងនោះជានិរន្តរ៍នឹងក្លាយជាអ្នកចាំទទួលការស្ដីដណ្ដឹងវិញម្ដងពួកទៅខាងខ្លួនមានកម្លាំងខ្លាំងក៏ធ្វើបណ្ដាលសម្រាប់ផឹកស៊ីបណ្ដាលចំណែកពួកស្រីមានប្រាជ្ញាបានរួមដៃគ្នាធ្វើឥតឈប់ឈររួចក៏ប្រើល្បិចបង្ហោះគោមប្រទីបលើមេឃធ្វើដូចជាផ្កាយព្រឹកដុះពួកប្រុសច្រឡំស្មានតែភ្លឺក៏ឈប់ធ្វើឲ្យដេកលក់អស់ទៅជាលទ្ធផលភ្នំស្រីមានកម្ពស់ខ្ពស់ជាងភ្នំប្រុសហើយទំនៀមទម្លាប់ខ្មែរក៏ត្រូវបានបដូរមកជាខាងបរោះត្រូវចូលស្ដីដណ្ដឹងខាងនារីរហូតមកដល់សប្តាហ៍ថ្ងៃ2រមណីយដ្ឋានប្រវត្តិសាស្ត្រនិងធម្មជាតិទឹកឆាប្រាសាទព្រះធាតុទឹកឆាទីតាំងភូមិសាស្ត្រស្ថិតនៅក្នុងស្រុកព្រៃឈរខេត្តកំពង់ចាមអត្ថន័យនៃឈ្មោះពាក្យថាទឹកឆាមានន័យថាទឹកដែលបាញ់ឡើងទឹកពុះឬទឹកដែលហូរខ្លាំងសំដៅលើប្រភពទឹកធម្មជាតិដែលហូរចេញពីតំបន់ខ្ពង់រាបនិងភ្នំហៅថាក្បាលទឹកកាត់តាមប្រឡាយបុរាណដែលបង្កើតជាសូរក្រហមដោយទឹកកំពង់ពុះប្រវត្តិសាស្ត្រដ៏ចំណាស់តាំងពីឆ្នាំ1025នៃគ្រិស្តសករាជបេះដូងនៃរមណីយដ្ឋាននេះគឺប្រាសាទព្រះធាតុទឹកឆាដែលជាស្ថានីយ៍ប្រវត្តិសាស្ត្រដ៏មានតម្លៃប្រាសាទនេះត្រូវបានកសាងឡើងនៅក្នុងឆ្នាំ1025កសក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី1ក្រោមការដឹកនាំរបស់មន្ត្រីនិងជាគ្រូអាចារ្យម្នាក់ឈ្មោះលក្សីបន្តបណ្ឌិតកាលនោះទីក្រុងបុរាណនេះត្រូវបានព្រះរាជាប្រទានឈ្មោះថាលក្សីនតពតថាំពេដើម្បីជាកិត្តិយសដល់អ្នកកសាងដើមឡើយវាជាប្រាសាទឧទ្ទិសដល់ព្រហ្មញ្ញសាសនាព្រះឥសូរឬព្រះសិវៈក្រោយមកក៏បានប្រែប្រួលទៅជាទីសក្ការបូជាខាងព្រះពុទ្ធសាសនាទៅតាមសម័យកាលនៅក្នុងបរិវេណនោះធ្លាប់មានប្រាសាទតូចរហូតដល់ទៅ551ប្រាសាទភាគច្រើនត្រូវបានបំផ្លាញដោយសារសង្គ្រាមបច្ចុប្បន្នភ្ញៀវទេសចរនៅតែអាចមើលឃើញតួប្រាសាទធ្វើពីឥដ្ឋនិងថ្មភក់ស៊ុមទ្វារដែលមានសិលាចារឹកចាស់និងថ្មបាតព្រះសិវលិង្គយោនីនៅក្នុងបរិវេណវត្តទឹកឆាបច្ចុប្បន្ន